បើសិនជាយើងថែផ្លូវនេះបានយូរថាវិការទៅត្រូវយកមកជួសជុលថែទាំឬមួយក៏ធ្វើឡើងវិញយើងអាចយកទៅធ្វើស្ពានឆ្លងទឹកជូនអ្នកណាមួយទៅយើងអាចធ្វើផ្លូវបេតុងនៅតាមឃុំតាមស្រុកឬមួយក៏ជួសជុលផ្លូវកន្លែងណាផ្សេងទៀតអញ្ចឹងបើសិនជាមួយកន្លែងយើងធ្វើហើយទីមួយស្តង់ដារនៃគុណភាពនៃការធ្វើត្រូវស្តង់ដារថេបានយូរបាទអានឹងគេហៅអីកុំឲ្យចាក់ស្ដើងស៊ីក្រាស់ចាក់ក្រាស់ស៊ីស្ដើងវិញណាធ្វើឲ្យត្រឹមត្រូវតាមបទដ្ឋានស្តង់ដារទី2គឺការថែទាំនិងការអនុវត្តច្បាប់កុំឲ្យលើសអញ្ចឹងរួមគ្នាថែទាំជួសជុលមិនមែនតែភារកិច្ចរបស់ក្រសួងជំនាញទេប៉ុន្តែយើងប្រើប្រាស់ដោយត្រូវស្តង់ដារដឹងជូននេះហើយគឺយើងចូលរួមថែទាំហើយបាទយើងអត់ចូលរួមបំផ្លាញធ្វើឲ្យវាខូចលឿនប៉ុន្តែយើងចូលរួមថែទាំរបស់យើងទាំងអស់គ្នាព្រោះបើសិនជាផ្លូវនឹងខូចក្រុមហ៊ុនដឹកជញ្ជូនរាល់ថ្ងៃហ្នឹងក៏ត្រូវចាយលុយច្រើនដែរព្រោះគាត់នឹងត្រូវប្រើផ្លូវនឹងរហូតគាត់នឹងត្រូវចំណាយទៅលើការជួសជុលឡានរបស់គាត់ព្រោះចាប់ផ្ដើមយឺតចាប់ផ្ដើមដឹកអញ្ចឹងគាត់ចំណេញបានប្រហែលឆ្នាំតែផ្លូវនឹងខូចគាត់ចាប់ផ្ដើមបាទអាចចំណេញប្រហែលឆ្នាំនឹងលើដែលធ្វើឲ្យផ្លូវខូចលឿនគាត់នឹងត្រូវចំណាយទៅលើឆ្លងកាត់រយៈពេលយឺតខ្ទេចខ្ទីនឹងអស់ឡើងវិញអញ្ចឹងចូលរួមទាំងអស់គ្នាគឺឆ្នាំងបាយរូបថែរក្សាការពារផលប្រយោជន៍រួម